ឯកឧត្តមសុខលូអភិបាលនៃគណៈភិបាលខេត្តបាត់ដំបងបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសពិនិត្យការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ2026ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាឆ្នាំ2026ខាងមុខនេះមានប្រសាសន៍ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបងនាថ្ងៃទី18ខែមីនាឆ្នាំ2026ឯកឧត្តមសុខលូបានសង្កត់ធ្ងន់ថាក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះនឹងមានការរៀបចំពិធីបង្ហាញពីរបៀបធ្វើម្ហូបខ្មែរសម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរមកភ្លក្សឲ្យដឹងពីរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃម្ហូបអាហារអ្នកបាត់ដំបងឯកឧត្តមណែនាំដល់មន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកសហការជាមួយសសយកនាំយកផលិតផលដែលមានសក្តានុពលនៅតាមបណ្ដាក្រុងស្រុករបស់ខ្លួនមកតាំងបង្ហាញនិងលក់ជូនដល់ភ្ញៀវឯកឧត្តមសុខលូបានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗឲ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្ក្រាន្តចូលមកដល់ឯកឧត្តមណែនាំដល់អាជ្ញាធរនិងកងកម្លាំងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនិងសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរសូមជម្រាបថាព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ2026នេះនឹងរៀបចំឡើងតាមបែបសាសនាប្រពៃណីទំនៀមទម្លាប់របស់អ្នកខេត្តបាត់ដំបងដោយមានបែងចែកជាតំបន់សាសនាសម្រាប់រៀបចំពិធីសាសនាផ្សេងៗតំបន់ភូមិយើងសម្រាប់តាំងបង្ហាញផលិតផលក្នុងស្រុកប្រៀបសន្តិភាពរូបសំណាកសេះមាសនិងកន្លែងទទួលទានអាហារតំបន់ភូមិអាហារខ្មែរដើម្បីបង្ហាញពីរបៀបធ្វើម្ហូបអាហារនិងបង្អែមខ្មែរស្តង់ម្ហូបអាហារតំបន់ផ្សារខ្មែរស្តង់ពីពណ៌ទូទៅភូមិល្បែងប្រជាប្រិយនិងតំបន់សួនសិល្បៈដើម្បីឲ្យប្រជាពលរដ្ឋជាពិសេសយុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរឲ្យបានផុសផុលការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដើម្បីជាផ្នែកមួយជួយបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្តនិងបង្កើនទាក់ទាញភ្ញៀវទេសចរហើយព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះក៏មិនមានការប្រគំតន្ត្រីខ្នាតធំការប្រើរថយន្តបាញ់ទឹកនិងការលេងប៉ាម៉ាសៅនោះទេជំនួសមកវិញដោយការលេងល្បែងប្រជាប្រិយខ្មែរព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំនេះធ្វើឡើងដើម្បីលើកស្ទួយថែរក្សាប្រពៃណីវប្បធម៌ខ្មែរផ្សារភ្ជាប់ជាមួយការដឹងគុណវីរៈកងទ័ព